السلام عليكم ورحمة الله وبركاته. بسم الله والحمد لله والصلاة والسلام على رسول الله وعلى آله وصحبه أجمعين. ម្សិលមិញពេលដែលខ្ញុំមកដល់ទីក្រុង NTB ហើយបន្តមកដល់ទីក្រុង Kampala ថ្ងៃនេះខ្ញុំបារម្ភចំពោះបងប្អូនប្រុសស្រីទាំងអស់គ្នានឹងមកជួបជុំគ្នានៅលើទីលានដោយសេរីក្នុងបរិវេណសាកលវិទ្យាល័យ Makerere ដ៏ស្រស់ស្អាតដែលមានអាយុកាលជាង1ទសវត្សរ៍ហើយខ្ញុំកំពុងគិតថានឹងមានរឿងអីកើតឡើងបើអាកាសធាតុក្តៅហើយយើងនឹងបែកញើសយ៉ាអល់ឡោះសូមឲ្យមានភាពងាយស្រួលដល់បងប្អូនប្រុសស្រីទាំងអស់គ្នានៅពេលដែលយើងកំពុងធ្វើដំណើរមកទីនេះខ្ញុំឃើញមេឃភ្លៀងហើយខ្ញុំក៏សួរលោកសាកលវិទ្យាធិការថានឹងមានអ្វីកើតឡើងយើងទៅធ្វើដំណើរឆ្លងកាត់របៀបណាប៉ុន្តែដោយចេតនាអល់ឡោះមើលចោះភ្លៀងតិចតួចតក់ធ្វើឲ្យយើងត្រជាក់ទាំងកាយនិងចិត្តរហូតដល់ខ្ញុំអាចនិយាយបន្តដល់ម៉ោង8យប់ក៏អត់អីដែរសង្ឃឹមថាអល់ឡោះឲ្យយើងបានស្រួលបើកទ្វារឲ្យយើងនិងឲ្យយើងបានអ្វីដែលល្អបងប្អូនប្រុសស្រីទាំងអស់គ្នាខ្ញុំរីករាយណាស់ដែលបានមកស្ថិតនៅកណ្ដាលចំណោមបងប្អូនទាំងអស់គ្នាហើយក៏បានឃើញនៅផ្ទៃមុខដ៏ស្រស់ស្អាតពោរពេញដោយពន្លឺនិងរស្មីដូចដែលលោកបណ្ឌិតមូហាម៉ាត់និងបងប្រុសវ៉ាហ៊ីបានលើកឡើងហើយខ្ញុំមានអារម្មណ៍ថាបេះដូងពេញដោយក្តីស្រឡាញ់ប៉ុន្តែអ្នកត្រូវដឹងថាក្តីស្រឡាញ់នៃម្ចាស់របស់អ្នកគឺខ្លាំងជាងក្តីស្រឡាញ់នៃអ្វីៗទាំងអស់មិនថាអ្នកស្រឡាញ់សក់អ្នកខ្លាំងប៉ុណ្ណានោះទេឧទាហរណ៍អ្នកស្រឡាញ់អល់ឡោះខ្លាំងជាងអ្វីៗទាំងអស់អញ្ចឹងអ្នកនឹងមិនធ្វើអ្វីមួយដែលអល់ឡោះមិនពេញចិត្តនោះទេអ្នកស្រឡាញ់សម្លៀកបំពាក់អ្នកណាស់ប៉ុន្តែអ្នកស្រឡាញ់អល់ឡោះខ្លាំងជាងនឹងទៅទៀតអញ្ចឹងអ្នកនឹងមិនស្លៀកពាក់វាតាមវិធីណាដែលធ្វើអល់ឡោះមិនពេញចិត្តនោះទេអ្នកស្រឡាញ់ណាស់មានវត្ថុជាច្រើនផ្សេងគ្នាអ្នកស្រឡាញ់លុយឧទាហរណ៍ថាអត់មានអ្នកស្រឡាញ់លុយពីព្រោះវាមានអ្វីមួយស្ថិតក្នុងចិត្តដែលអ្នកត្រូវតែស្រឡាញ់របស់ល្អអ្នករាល់គ្នាស្រឡាញ់របស់ល្អប៉ុន្តែយើងស្រឡាញ់អល់ឡោះជាងនេះទៅទៀតដូច្នេះយើងនឹងមិនត្រូវឆ្លុះបង្វេងនៅរបស់ល្អដល់ថ្នាក់វាប៉ះពាល់ដល់ទំនាក់ទំនងយើងនិងអល់ឡោះបើខ្ញុំស្រឡាញ់អ្នកអល់ហាំឌុលីឡាគឺដើម្បីការពេញចិត្តពីអល់ឡោះមានន័យថាម៉េចមានន័យថាខ្ញុំស្រឡាញ់អល់ឡោះខ្លាំងជាងខ្ញុំស្រឡាញ់អ្នកខ្ញុំនឹងមិនធ្វើអ្វីមួយចំពោះក្តីស្រឡាញ់នេះឲ្យទៅរកប្រការហារ៉ាមនោះទេព្រោះខ្ញុំដឹងថាក្តីស្រឡាញ់ខ្ញុំចំពោះអល់ឡោះគឺវាធំធេងជាងខ្ញុំដឹងគុណអល់ឡោះអ្នកជាបងប្អូនប្រុសល្អអ្នកជាបងស្រីល្អយើងមានតែអ្នកតំណងល្អអ្នកទៅឲ្យខ្ញុំទៅឲ្យអ្នកខ្ញុំនឹងរំលឹកអ្នកនៅកន្លែងដែលអ្នកខុសពេលអ្នកជួបខ្ញុំឃើញខ្ញុំអ្នកនឹងនឹកឃើញដល់អល់ឡោះខ្ញុំនឹងរំលឹកអ្នកអំពីអល់ឡោះហើយអ្នកក៏រំលឹកខ្ញុំអំពីត្រឹមនេះដែរនេះហើយគេហៅថាសេចក្តីស្រឡាញ់ក្នុងផ្លូវអល់ឡោះហើយអ្នកដែលស្រឡាញ់គ្នាក្នុងផ្លូវអល់ឡោះអល់ឡោះមានបន្ទូលថាអ្នកនឹងទទួលបាននូវអ្វីដែលល្អបំផុតនៅក្នុងលោកីនៅថ្ងៃបរិលោកហើយនឹងទទួលបានឋានៈដ៏ខ្ពស់នៅក្នុងឋានសួគ៌អញ្ចឹងត្រូវចងចាំទោះបីជាយើងទាំងអស់គ្នាចង់ឃើញភាពជោគជ័យក្នុងលោកីនេះឬក៏ថ្ងៃបរិលោកក៏ដោយទាំងពីរនេះវាមានភាពផ្សារភ្ជាប់គ្នាក្នុងន័យថាបើអ្នកចង់មានភាពជោគជ័យពិតប្រាកដអ្នកមិនត្រូវភ្លេចខ្លួនថាអ្នកជាមនុស្សសម្រាប់ថ្ងៃបរិលោកនោះទេតើមានប្រយោជន៍អីបើមានលុយច្រើនបានមកពីលួចគេហើយមានប្រយោជន៍អីបើមានរបស់ល្អគ្រប់បែបយ៉ាងបានដោយសារតែដើមគេបោកប្រាស់គេភូតកុហកគេដើម្បីយកមកធ្វើជារបស់ខ្លួនឯងនេះគេហៅថាជោគជ័យមែនមិនមែនជោគជ័យទេថ្ងៃនេះខ្ញុំឃើញយុវជនវ័យក្មេងទាំងប្រុសទាំងស្រីខ្ញុំចាប់អារម្មណ៍អ្នកនៅខាងចុងអ្នកនៅខាងស្ដាំនិងខាងឆ្វេងអ្នកនៅខាងក្រោយនិងអ្នកដែលនៅគៀកខាងក្រោយខ្ញុំបងប្អូនស្រីទាំងអស់គ្នាសង្ឃឹមអល់ឡោះប្រទានពរនឹងឲ្យអ្នកបានចន្ទះ Firdaus អ្នកអាចនឹងស្ថិតនៅក្រោយគេពិតមែនប៉ុន្តែជឿខ្ញុំចោះអ្នកមានកន្លែងមួយក្នុងចិត្តដែលខ្ពស់ជាងអ្នកខាងមុខពីព្រោះពួកគេអាចមើលឃើញយើងម៉ាសាអល់ឡោះខ្ញុំសុំទោសចំពោះរឿងនោះខ្ញុំត្រូវតែទទួលស្គាល់វាចំពោះពួកគេគឺមានការធ្មត់ខ្លាំងណាស់ខ្ញុំចូលទីនេះនឹងឆ្ងល់អ៊ីនសាអល់ឡោះខ្ញុំនឹងនិយាយជាមួយអ្នកហើយយើងនឹងចែករំលែកពាក្យពេចន៍ល្អៗខ្លះៗដែលមានការអនុញ្ញាតពីអល់ឡោះប៉ុន្តែខ្ញុំចង់ប្រាប់អ្នកនៅរឿងគួរឲ្យចាប់អារម្មណ៍មួយអ្វីដែលខ្ញុំបារម្ភនៅពេលកំពុងអង្គុយនេះគឺខ្ញុំសង្កេតឃើញក្មេងប្រុសស្រីមួយចំនួនម៉ាសាអល់ឡោះអល់ហាំឌុលីឡាហើយខ្ញុំគិតថាតើឲ្យខ្ញុំចេញពីទីនេះទៅរកឡានរបស់ខ្ញុំមិនទៅខ្ញុំគិតថាមានតែរស់នៅក្រុងកាំប៉ាឡានឹងតែម្ដងទៅសូមឲ្យពួកយើងចាក់ចែងតែភាពថ្លៃថ្នូរនិងការគោរព
ពួកយើងស្រឡាញ់អ្នកអ៊ីនសាអល់ឡោះមិនមែនមានន័យថាគួរតែធ្វើបាបឬក៏បង្កគ្រោះថ្នាក់គ្នានោះទេត្រឡប់ទៅអ្វីដែលបាននិយាយអ្នកនៅក្មេងជឿខ្ញុំចុះអនាគតនៅក្នុងដៃអ្នកពិភពលោកវិវត្តទៅយ៉ាងណាគ្រួសារវិវត្តទៅយ៉ាងណាសហគមន៍វិវត្តទៅយ៉ាងណាប្រទេសជាតិវិវត្តទៅយ៉ាងណាគឺអាស្រ័យទៅលើអ្វីដែលអ្នកបានលើកទឹកចិត្តគ្នាឲ្យធ្វើទង្វើដែលត្រឹមត្រូវបើសិនអ្នកធ្វើអ្វីដែលត្រឹមត្រូវអ៊ីនសាអល់ឡោះវានឹងរីកចម្រើនទៅមុខវានឹងអភិវឌ្ឍវានឹងធំធាត់តែបើអ្នកនៅតែបន្តពោលពាក្យស្អប់ខ្ពើមចេញពីមាត់របស់អ្នកពួកវាប្រៀបដូចជាគ្រាប់ពូជដែលដុះលូតលាស់ទៅជាដើមឈើដែលនាំមកនៅការបំផ្លិចបំផ្លាញដូចជាដើមដំបងយក្សដែលមិនផ្ដល់សុខភាពមិនផ្ដល់ម្លប់និងអ្វីៗផ្សេងទៀតវាជាគ្រាប់ពូជប្រយ័ត្នសម្ដីរបស់អ្នកនៅពេលដែលអ្នកនិយាយពីនរណាម្នាក់ត្រូវប្រយ័ត្នពីរបៀបដែលអ្នកនិយាយទៅកាន់គ្នាទៅវិញទៅមកទោះបីជាមានមតិខុសគ្នាក៏ដោយក៏ត្រូវនិយាយដោយក្តីគោរពក្នុងអ៊ីស្លាមដឹងហើយថាមាននិកាយផ្សេងជាច្រើនម៉ាស្ជីដនេះចេះម៉ាស្ជីដនោះចោះមុហ្វទីនេះថាចេះមុហ្វទីនោះថាចោះស្ថាប័ននេះថាចេះស្ថាប័ននោះថាចោះនៅមានច្រើនតទៀតទាំងនេះគឺជាចំណែកនៃសហគមន៍មូស្លីមអ៊ុមម៉ាចឹងត្រូវប្រយ័ត្នសម្ដីនៅពេលនិយាយពីគ្នាទៅវិញទៅមកបើអ្នកមិនយល់ស្របនឹងគេត្រូវបញ្ចេញមតិមិនយល់ស្របដោយក្តីគោរពបំផុតសូមចោះដោយសារយើងបារម្ភខ្លាំងអំពីអនាគតនៃអ៊ុមម៉ាយើងបើអ្នកមិនយល់ស្របនឹងគេអ្នកអាចបង្ហាញការមិនយល់ស្របបានតែធ្វើឡើងដោយក្តីគោរពបំផុតកុំកុហកកុំបោកកុំបង្កបញ្ហាកុំជាប្រមាថគ្នាទៅវិញទៅមកសុទ្ធតែជាមនុស្សទេ